ព្រះបន្ទូលលើកទឹកចិត្តទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គម្ចាស់លោកម៉ូសេបានចែងពីសេចក្តីសុចរិតដែលមកដោយសារក្រឹតវិន័យថាមនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះនឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯងតែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿនោះថាដូច្នេះវិញព្រះបន្ទូលនៅចិត្តឯងក៏នៅក្នុងមាត់ហើយក្នុងចិត្តឯងផងនោះគឺជាព្រះបន្ទូលនៃសេចក្តីជំនឿដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថាបើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអង្គម្ចាស់យេស៊ូវហើយអ្នកជឿក្នុងចិត្តថាព្រះបានប្រោះឲ្យទ្រង់រស់ពីស្លាប់ឡើងវិញនោះអ្នកនឹងបានសង្គ្រោះពិតត្បិតយើងបានសុចរិតដោយសារចិត្តជឿហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ពីព្រោះព្រះគម្ពីរថាអស់អ្នកណាដែលជឿដល់ទ្រង់នោះនឹងគ្មានហេតុនាំឲ្យខ្មាស់ឡើយហើយសាសយោដានិងសាសក្រិចមិនខុសអំពីគ្នាឡើយត្បិតព្រះអង្គម្ចាស់ដដែលនៃគ្រប់គ្នាទ្រង់មានជាបរិបូរណ៍សម្រាប់អស់អ្នកដែលអំពាវនាវរកទ្រង់ហើយគ្រប់គ្នាគឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអង្គម្ចាស់នោះនឹងបានសង្គ្រោះដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះបទគម្ពីររ៉ូមជំពូក10ខ5ដល់ខ6ខ8ដល់ខ13និងខ17បទគម្ពីរមួយនេះពិតជាធ្វើឲ្យខ្ញុំពិបាកយល់យ៉ាងខ្លាំងកាលខ្ញុំនៅជាយុវវ័យខ្ញុំមានមិត្តភ័ក្តិបងប្អូនគ្រិស្តបរិស័ទមួយចំនួនដែលយើងអាចអានផ្នែកដែលនិយាយអំពីការប្រកាសជឿចេញពីមាត់ថាព្រះយេស៊ូវជាព្រះអង្គម្ចាស់ប៉ុន្តែវាជាបទគម្ពីរមួយដែលជាការតម្រូវនិងការទាមទារមួយដ៏គួរឲ្យភ័យខ្លាចយើងបានយល់ពីបទគម្ពីរនេះមានន័យថាខ្ញុំត្រូវតែធ្វើការប្រកាសជំនឿលើព្រះយេស៊ូវជាសាធារណៈដ៏គួរឲ្យភ័យខ្លាចមួយហើយធ្វើឲ្យបានកាន់តែល្អនៅចំពោះមុខមហាជនជាទូទៅវាគឺជារឿងអៀនខ្មាស់និងឈឺចាប់ហើយខ្ញុំត្រូវតែប្រើពាក្យចំទាំងនោះថាព្រះយេស៊ូវជាព្រះអង្គម្ចាស់បើមិនដូច្នេះទេនោះនឹងមិនរាប់ជាបានការឡើយអ្នកអាចមើលឃើញបញ្ហាទាំងអស់នៅក្នុងរឿងនេះហើយមែនទេក្នុងនាមជាគ្រិស្តបរិស័ទដែលមិនទាន់មានភាពចាស់ទុំយើងបានធ្វើឲ្យសេចក្តីសង្គ្រោះរបស់ព្រះក្លាយជារឿងដែលផ្ដោតលើអ្វីដែលយើងធ្វើមិនមែនលើអ្វីដែលព្រះទ្រង់ធ្វើនោះទេយើងបានបង្កើតក្រឹតវិន័យថ្មីមួយសម្រាប់ខ្លួនយើងប៉ុន្តែនោះគឺថាកំហុសដ៏ធំមួយលោកប៉ូលមិនមែនកំពុងបង្កើតច្បាប់សម្រាប់ឲ្យយើងធ្វើតាមដើម្បីឲ្យយើងអាចធានាសេចក្តីសង្គ្រោះដោយខ្លួនឯងនោះឡើយគឺមិនមែនទេទ្រង់កំពុងតែពិពណ៌នាអំពីអ្វីដែលកើតឡើងដោយធម្មជាតិចំពោះអ្នកដែលជឿលើព្រះយេស៊ូវព្រះវិញ្ញាណបរិសុទ្ធបង្កើតជំនឿក្នុងចិត្តរបស់យើងហើយបន្ទាប់មកជំនឿនោះក៏ហូរហៀចូលទៅក្នុងជីវិតរបស់យើងព្រះជាម្ចាស់ជាអ្នកចាត់ចែងរឿងទាំងអស់ចាប់តាំងពីដើមរហូតដល់ចប់មិនមែនយើងឡើយតាមពិតទៅវាពិតជាលំបាកណាស់ក្នុងការលាក់បាំងជំនឿរបស់លោកអ្នកលើព្រះយេស៊ូវទោះបីជាអ្នកចង់លាក់ក៏ដោយអ្វីផ្សេងទៀតនឹងបង្ហាញចេញពីមាត់របស់អ្នកដែលធ្វើឲ្យគេឃើញច្បាស់ថាអ្នកជារបស់ព្រះយេស៊ូវទោះជាអ្នកមានចេតនាឬមិនមានចេតនានិយាយក៏ដោយអ្នកសន្យាថានឹងអធិដ្ឋានឲ្យមនុស្សដែលជួបទុក្ខលំបាកអ្នកបដិសេធការអញ្ជើញទៅញ៉ាំអាហារពេលព្រឹកដោយសារតែអ្នកត្រូវនៅព្រះវិហារនៅពេលនោះអ្នកធ្វើអ្វីមួយដែលមើលទៅជាធម្មជាតិរបស់អ្នក
ប៉ុន្តែធ្វើឲ្យអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទនៅជុំវិញអ្នកមានការភ្ញាក់ផ្អើលឧទាហរណ៍ការឲ្យអ្នកជិតខាងខ្ចីឡានឬការអត់ទោសឲ្យនរណាម្នាក់ដែលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីអ្នកបន្ទាប់មកមនុស្សក៏ចង់ដឹងថាហេតុអ្វីហើយពួកគេក៏សួរអ្នកព្រះអង្គម្ចាស់ជាអ្នករៀបចំសេចក្តីសង្គ្រោះរបស់យើងចាប់តាំងពីដើមរហូតដល់ចប់មិនមែនយើងឡើយព្រះយេស៊ូវគឺជាព្រះអង្គតែមួយគត់ដែលរងទុក្ខនិងសគត់សម្រាប់យើងក៏ជាព្រះអង្គដែលរស់ពីសគត់ឡើងវិញសម្រាប់យើងនិងជាព្រះអង្គដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកយើងហើយព្រះវិញ្ញាណគង់នៅក្នុងយើងធ្វើការងាររបស់ទ្រង់ទោះបីជាពេលខ្លះយើងមិនបានដឹងខ្លួនក៏ដោយសូមចូលរួមអធិដ្ឋានជាមួយយើងខ្ញុំអោព្រះយេស៊ូវអើយទ្រង់ជាព្រះអង្គម្ចាស់របស់ទូលបង្គំសូមគង់នៅនិងធ្វើការតាមរយៈទូលបង្គំដើម្បីឲ្យមនុស្សនៅជុំវិញទូលបង្គំអាចទទួលជឿលើព្រះអង្គដែរអាមែនតើវាមានន័យដូចម្ដេចក្នុងការមានព្រះអង្គម្ចាស់ហេតុអ្វីបានជាយើងហៅព្រះយេស៊ូវថាជាព្រះអង្គម្ចាស់វាជារឿងងាយស្រួលក្នុងការមើលឃើញព្រះយេស៊ូវគង់នៅនិងរស់នៅក្នុងជីវិតរបស់មនុស្សមួយចំនួនសូមបង្ហាញឈ្មោះមនុស្សម្នាក់ហើយពន្យល់ពីរបៀបដែលលោកអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងជីវិតរបស់ពួកគេសូមរៀបរាប់អំពីពេលវេលាមួយដែលព្រះបានធ្វើឲ្យអ្នកភ្ញាក់ផ្អើលហើយប្រើប្រាស់រូបអ្នកឲ្យនិយាយអំពីទ្រង់សូមអរគុណសូមព្រះប្រទានពរ